ការដើរដើម្បីសន្តិភាពនេះគឺដើម្បីបង្ហាញទៅពិភពលោកថាខ្មែរគឺពិតជាចង់បានសន្តិភាពយកឃើញថាប្រជាជនខ្មែរយើងខ្ញុំនិយាយថាខ្ញុំនឹកស្មានដល់ថាប្រជាជនខ្មែរយើងដើរច្រើនចឹងឯងស្រឡាញ់ច្រើនថាប្រជាជនយើងតិចមែនតែបេះដូងយើងធំបងមកនេះតាំងម៉ោងម៉ាត់ខ្ញុំមកតាំងម៉ោង1កន្លះម្ដងនេះជាដំបងនិយាយទៅមានតែលើកម្រាមដៃ10អរគុណដល់ពួកគាត់ដែលខំពលីជីវិតដើម្បីប្រទេសជាតិរបស់យើងហើយអរគុណដល់ប្រជាជនខ្មែរទាំងអស់គ្នាដែលបានជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាមានអាសន្ននេះហើយគុណនៃការពលីរបស់បងវិរៈកងទ័ពគឺខ្មែរចាំគ្មានថ្ងៃភ្លេចទេនេះហើយជាស្មារតីរបស់ខ្មែររួមរងគ្នាជាធ្លុងមួយដើម្បីកម្ចាត់ពួកចៅសៀមដែលតែងតែចង់ឈ្លានពានទឹកដីខ្មែរយើងនេះគឺជាកម្មវិធីដើរដើម្បីសន្តិភាពដែលមានបងប្អូនយើងគ្រប់វ័យគ្រប់ជាតិសាសន៍រាប់ម៉ឺននាក់នាំគ្នាដើរថ្មើរជើងក្នុងការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលរដ្ឋខ្មែរទៅកាន់សង្គមជាតិនិងសហគមន៍អន្តរជាតិថាយើងមិនចង់ឃើញការបំផ្លិចបំផ្លាញវិនាសកម្មនិងការបាត់បង់យុវជនណាមួយឡើយទោះជាក្នុងកលៈទេសៈឬបរិបទណាក៏ដោយកម្ពុជាមិនចង់បានសង្គ្រាមទេកម្ពុជាចង់បានតែសន្តិភាពខ្មែររួមគ្នាខ្មែរនឹងឈ្នះថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជារំភើបរីករាយនៅពេលដែលឃើញពុកម៉ែបងប្អូនគាត់ដើរដើម្បីសន្តិភាពដើរច្រើនណាស់រកសឹងតែរកកន្លែងដើរចង់មានទេហើយខ្ញុំពិតជាអស្ចារ្យមែនពិតជាអស្ចារ្យបងប្អូនកម្ពុជាយើងពុកម៉ែបងប្អូនយើងមកចូលរួមដើរច្រើនមែនតើហ្មងហើយខ្ញុំទៅពុកម៉ែបងប្អូនយើងពិតជាសាមគ្គីរួមគ្នាខ្លាំងមែនតើខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលខ្ញុំឃើញចេះ